Hello everyone and ជំរាបសួរបងប្អូនទាំងអស់គ្នាបានមកជួប admin ទៀតហើយជាមួយនឹងការ update ព័ត៌មានថ្មីរបស់ដាករបស់យើងអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរ admin នឹង update ពីសកម្មភាពរបស់ដាកនៅប្រទេសចិនដែលបានចូលរួមនៅក្នុងកម្មវិធី SDC កាលពីយប់មិញនេះអូខេអញ្ចឹងកុំឲ្យរងចាំយូរយើងទៅមើលការ update ថ្មីទាំងអស់គ្នានេះគឺជាសកម្មភាព BJYX ដែលបានលើកផ្លាកប៉ាណូធំតែម្ដងហើយអ្វីដែលសំខាន់នោះគឺអង្គុយចំកន្លែងល្អទៀតទាំងអស់គ្នាដែលពួកគាត់បានទិញនៅកន្លែងអង្គុយចំប្លង់នៃកម្មវិធីគឺនៅមុខឆាកតែម្ដងទាំងអស់គ្នាពិតជាពិសេសខ្លាំងមែនតើហើយមិនត្រឹមតែប៉ុណ្ណោះទេទាំងអស់គ្នាថែមទាំងលើប៉ាណូរូបអណ្ដើកទាំងឈ្មោះវ៉ាងសាវនៅចំពីមុខរបស់វ៉ាងជីបូតែម្ដងទាំងអស់គ្នាគិតមើលថាវ៉ាងជីបូឃើញអត់ទាំងអស់គ្នាមើលតែវីដេអូនេះទៅដឹងហើយលក្ខណៈថាអៀនតិចអីតិចទាំងអស់គ្នាហើយ admin ពិតជាសរសើរអណ្ដើកនៅប្រទេសចិនខ្លាំងមែនតើទាំងអស់គ្នាពិតជាតស៊ូខ្លាំងតែម្ដងទៅលើការចូលកម្មវិធីទាំងការទិញសបតទាំងអីគឺ perfect ហ្មងទាំងអស់គ្នានេះហើយគឺជាក្តីស្រឡាញ់ពិតដែលដើកមានចំពោះសៅចាន់និងវ៉ាងជីបូមិនថាកម្មវិធីវ៉ាងជីបូឬមួយក៏សៅចាន់ទេតែងតែមានមុខដើកតែងតែមានដើកនៅក្បែរពួកគាត់ជានិច្ចហើយ admin ពិតជាមានមោទនភាពចំពោះដើកយើងទាំងអស់គ្នាមែនតែនដែលស្រឡាញ់វ៉ាងជីបូសៅចាន់និងនៅតែគ្រប់គ្រងពួកគាត់អស់ពីកាយចិត្តតែម្ដងមិនថានៅកម្ពុជាយើងឬមួយក៏ international ឬមួយក៏នៅប្រទេសចិនទេទាំងអស់គ្នា admin ក៏សង្ឃឹមថាដើកទាំងអស់គ្នានៅតែស្រឡាញ់និងគ្រប់គ្រងសៅចាន់និងវ៉ាងជីបូបែបនេះជារៀងរហូតតទៅដែរអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាបានមើលកម្រងរូបភាពនិងវីដេអូរបស់ដើកយើងដែលបានចូលរួមនៅក្នុងកម្មវិធី SDC នៃ web ដាច់ប្រត់ជុំវិញនេះហើយអូខេឥឡូវយើងមកចាប់អារម្មណ៍នៃការ update របស់ Yibo Official វិញថាតើមានស្គាល់អ្វីសម្រាប់ឲ្យដើកទាំងអស់គ្នាអូខេសម្រាប់ថ្ងៃនេះផងដែរ Yibo Official បាន update រូបប៉ុន្មានស្លឹករបស់វ៉ាង Yibo នៅលើឆាក SDC នៃ web ដាច់ប្រត់នេះផងដែរហើយអ្វីដែលគួរចាប់អារម្មណ៍នោះគឺរូបនៅកណ្ដាលដែល Yibo លើកដៃពីរនេះទាំងអស់គ្នាមានឃើញអ្វីប្លែកអត់គឺមានរូបព្រិលដែលមានលក្ខណៈជារូបអណ្ដើករបស់យើងហេចង់បញ្ជាក់ប្រាប់ថាការផុសនេះដូចផុសអរគុណដើកយើងទាំងអស់គ្នាដែលបានទៅចូលរួមដែរចឹងណាចង់និយាយថាមេប៉ាអាចធ្វើបានចឹងណាទាំងអស់គ្នាតែគួរយល់ឡាយចង់និយាយចឹងសម្រាប់ការអាប់ដេតមួយនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាហើយសម្រាប់វីដេអូបន្ទាប់នេះ admin នឹងអាប់ដេតអំពីស្កតែម្ដងទាំងអស់គ្នាប៉ុន្តែរៀងយប់តិចទាំងអស់គ្នាដោយសារ admin ល្ងាចចេញពីធ្វើការបានធ្វើចឹងណាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តអូខេអញ្ចឹងសម្រាប់វីដេអូនេះមានការអាប់ដេតតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានមើលកម្រងរូបភាពនិងវីដេអូរបស់ BJVX នៅប្រទេសចិននិងរងចាំមើលការអាប់ដេតថ្មីរបស់ Wang Yibo និង Sao Chan បន្តទៀត Thank you everyone for you watching this video hope you can enjoy this video and see me next video bye bye guys ជម្រាបលាបងប្អូនទាំងអស់គ្នា